នេះបងប្អូនខ្ញុំមកជាចិនសិនខ្មែរនៅខ្លះហៅដើមព្រំមន់នេះបងប្អូនមើលនេះផ្កាវាពណ៌ក្រហមចេះនេះពណ៌ក្រហមនេះដើមមកវាចេះស្លាប់វាសម្រាប់បងប្អូនដែលចូលចិត្តដំណើរកម្សាន្តរបៀបផ្សងព្រេងបងប្អូនមើលទស្សនវិជ្ជានេះទៅនេះយិនសិនគេហៅយិនសិនខ្មែរឬក៏គេអាចហៅទៅតាមឈ្មោះប្រភេទទៀតគេហៅដើមភ្លៅមន់នេះឬនេះគុំវាបងមើលផ្កាវាចឹងហើយជាទូទៅដែលវាដោះភាគច្រើនវាដោះតាមទម្រង់អញ្ចឹងវាដែលមានឈើរបស់ដីស្រែហើយប្រភេទច្រើនទៀតគឺខ្សាច់របៀបដីខ្សាច់ទឹកទំនាបយ៉ាងមើលនេះជាមកទស្សនវិជ្ជាវាមានលាយឡំជាមួយនឹងការស្មៅឬក៏ស្មៅមានស្បូវខ្លះនោះបងប្អូននោះសម្រាប់អ្នកដែលគាត់ដើរជីកនៅខាងនោះមិនមែនជារឿងងាយស្រួលប្រហែលទេណាបងប្អូនវាមានការលំបាកខ្លះជាមួយនឹងការស្វែងរកវាដោយសារតែវាខែហ្នឹងវានៅក្នុងស្មៅយើងពិបាកមើលតើស្គាល់ទីតាំងវាតបមកទៀតពេលដែលខែប្រាំងមានន័យថាខែ1ខែហ្នឹងភ្លើងព្រៃឆេះអស់ហើយវានៅសល់តែពន្លកវាដោះមកអញ្ចឹងយើងពិបាករកនេះបងប្អូនមើលហើយផ្កាវាភាគច្រើនវាដោះបើសិនណាជាវារីកផ្កាតាមបងប្អូនដែលគាត់រស់នៅទីហ្នឹងថារយៈពេលតែមួយថ្ងៃហ្នឹងវារីកពីព្រឹករហូតដល់ល្ងាចឡើងអីចឹងគឺវាចោកវាសពូនបងប្អូនឃើញអត់នេះមានន័យថាវារីកចេះហើយហ្នឹងរីកហើយដល់ល្ងាចហ្នឹងគឺវាសពូនហើយវាជ្រុះមានយើងមើលលេងឃើញមានថាយើងមើលលេងឃើញនេះឬបងប្អូននេះដើមវាហើយបើសិនជាឃើញតែដីខ្សាច់ចឹងទេណាបងប្អូនបើសិនជាដល់ខែ1ខែហ្នឹងកាប់ទិញភ្លើងបងប្អូនមិនមែនស្រួលទេគឺដីរឹងខ្សាច់តែក្នុងខែហ្នឹងខ្សាច់ទុនមែនមិនតែដល់ខែ1ខែហ្នឹងរឹងនេះអ្នកជីកយ៉ាងជំនាញតែមិនប៉លិសទេណាក្រុមខ្ចីអាវគេទេនេះគុំឯងបងប្អូនមកនេះខ្ចីអាវសុតគុំជំផ្កាបាត់នេះហើយសិននេះតែមួយកន្លែងវាមានត្រគុំមកវាអញ្ចឹងបានទេ3មើលលើ3កន្លះសិនក៏បាននេះមើលផ្កាស្មៅស្អាតបងប្អូនវាលាយគ្នាមានន័យថាផ្កាស្មៅសជាមួយនឹងដើមវាហ្នឹងវាដោះប្រហែលគ្នាឬក៏ចង់ទៀបជាងបន្តិចផងអញ្ចឹងវាពិបាកក្នុងការយើងមើលតន្តែយើងពិនិត្យជួនកាលពេលខ្លះជីកចុះជីកឡើងក្បែរខ្លួនហ្នឹងឯងវើចុះវិលឡើងហើយអ្នកជីកនឹងក្តៅហើយបងប្អូនហើយដោយសារថាយើងទីតាំងយើងនៅឆ្ងាយហើយនេះបងប្អូននេះដើមទាំងផ្កានេះបងប្អូនមើលនេះផ្ការបស់វាផ្កាហើយបន្តមកទៀតនេះមើមចឹងមើមវាមកចឹង
មានធំមានតូចអានេះតាមឆ្នាំបងប្អូនពេលណារៀងយូរឆ្នាំទៅវាធំតែបើវាតិចឆ្នាំក៏វាតូចសម្រាប់បងប្អូនចូលចិត្តទស្សនាភាពផ្សងព្រេងឬក៏ដំណើរកម្សាន្តតាមព្រៃយ៉ាងអីហ្នឹងសូមបងប្អូនជួយចុច Subscribe ស្អីមកខ្ញុំនឹងខំព្យាយាមធ្វើវីដេអូឲ្យបងប្អូនបានទស្សនាអរគុណជំរាបលា